ចៅក្រមអាមេរិកនៅថ្ងៃប្រហ័សនេះបានបញ្ជាឲ្យរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump រក្សាសារដែលបានផ្ញើនៅលើកម្មវិធីផ្ញើសារ Signal ដែលពិភាក្សាអំពីផែនការវាយប្រហារប្រឆាំងនឹងក្រុម Houthis ក្នុងប្រទេសយេម៉ែនដែលបានក្លាយជាសាធារណៈបន្ទាប់ពីពួកគេត្រូវបានចែករំលែកដោយអចេតនាជាមួយអ្នកកាសែតការជជែកដែលរួមមានរដ្ឋមន្ត្រីការពារជាតិ Pete Hegseth និងនាយក CIA លោក John Ratcliffe រក្សាសារទាំងអស់ដែលបានផ្ញើតាមរយៈ Signal ចាប់ពីថ្ងៃទី11ខែមីនារហូតដល់ថ្ងៃទី15ខែមីនាជាអំឡុងពេលដែលនាយកនិពន្ធទស្សនាវដ្តី The Atlantic បានកត់ត្រាសកម្មភាពនៅក្នុងការជជែកពាក្យបណ្ដឹងដែលដាក់ដោយ American Oversight ដែលចោទប្រកាន់ថាការប្រើ Signal របស់មន្ត្រី Trump បានបំពានច្បាប់កំណត់ត្រាសហព័ន្ធសមាជិកនៃក្រុម Signal បានពិភាក្សាអំពីការវាយប្រហារដែលនឹងកើតឡើងប្រឆាំងនឹងក្រុម Houthi ក្នុងប្រទេសយេម៉ែនហើយកនីមួយដែលបញ្ជាក់ថាជាកម្មសិទ្ធិរបស់រដ្ឋមន្ត្រីការពារជាតិ Pete Hegseth បានបង្ហោះការវាយប្រហារលម្អិតនិងផែនការអាវុធសម្រាប់ការវាយប្រហារថ្ងៃទី15ខែមីនា